បាទអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ពុកម៉ែបងប្អូនដែលកំពុងស្វែងរកជាងដែកដែលមានបទពិសោធន៍យូរឆ្នាំពុកម៉ែបងប្អូនអាចទុកចិត្តបាន 100% ហើយចំពោះការងារនេះដែរគឺដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងនេះជាប្រភេទទ្វារឃ្លាំង10បើកពុកម៉ែបងប្អូនណាយើងប្រើកង់អញ្ចឹងកាលណាដែលយើងអត់ប្រើកង់ទៅខ្លាចវាធ្លាក់ដោយសារទ្វារយើងវាខ្ពស់កម្ពស់វាខ្ពស់ហើយទំហំវាក៏ធំអញ្ចឹងទៅយើងដាក់កង់ទៅវាអាចទ្រតិចបានទៀតហើយស្រួលបើកអញ្ចឹងបើពុកម៉ែបងប្អូនត្រូវការជាងដែលដំឡើងទ្វារឬក៏បង្អួចឬក៏ដំបូលឃ្លាំងដំបូលផ្ទះសំយ៉ាបបង្កាន់ដៃទ្វាររបងទ្វាររមូរបាទអាចតាក់ទងសាកសួរតម្លៃបានហើយចំពោះការងារនេះដែរដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺមានភាពស្រស់ស្អាតគឺយើងប្រើប្រភេទដែកក្រាស់ហើយទ្វារនេះគឺយើងប្រើចម្រឹងចេញក្រៅពុកម៉ែបងប្អូនណាយើងកັບស័ង្កសីពីក្នុងអញ្ចឹងទៅមើលទៅវាប្លែកម្យ៉ាងដែរបើជាទូទៅរាល់ដងគឺយើងប្រើចម្រឹងខាងក្នុងគឺយើងកັບស័ង្កសីពីក្រៅយកតែម្ដងតែម្ដងនេះគឺយើងមើលទៅប្លែកអារម្មណ៍ប្លែកភ្នែកមែនតើគឺយើងកັບស័ង្កសីពីក្នុងយើងមើលទៅចម្រឹងចេញក្រៅទៅវាស្អាតម្យ៉ាងដែរអញ្ចឹងហើយចំពោះទឹកថ្នាំគឺយើងប្រើតំណប់ប្រផេះបាញ់យកតែម្ដងគឺយើងអត់បាញ់ពណ៌អីថែមទៀតទេយើងបាញ់ថ្នាំច្រេះតែម្ដងការងារដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺស្រស់ស្អាតមែនតើម៉ូដសាមញ្ញតែមើលទៅមិនធម្មតាចំពោះពុកម៉ែបងប្អូនត្រូវការជាងអាចតាក់ទងមកក្រុមជាងបងប្អូនបានគឺមានទទួលធ្វើគ្រប់ប្រភេទតែម្ដងមិនថាប្រភេទសំណង់ស្រាលក្រុងដែកទេឲ្យតែត្រូវថ្លៃគឺធ្វើតែម្ដងពុកម៉ែបងប្អូន